រៀបសួរបងប្អូនទាំងអស់គ្នាបាទចំពោះបងប្អូនបាទដែលថ្មីបាទទើបតែរៀនកាត់វីដេអូតាមខាង Master បាទចុងថ្ងៃនេះដែរខ្ញុំសូមបង្ហាញពីមួយចំណុចទៅលើខាង Master បាទទៅលើការ upload បាទ file វីដេអូចូលឬក៏ file បាទរូបភាពចូលមកក្នុងកម្មវិធីខាង Master ដើម្បីយើងរៀនកាត់តទៅគ្នាបាទអញ្ចឹងវីដេអូបាទរបស់ខ្ញុំនេះបាទផ្ដោតទៅលើដៃថ្មីទេបាទចំពោះដៃចាស់បងប្អូនប្រហែលជាបាទចេះប្រើស្ទាត់គ្នាទៅហើយកម្មវិធីខាង Master នោះឯងបាទអញ្ចឹងជាដំបូងយើងបាទ download កម្មវិធីខាង Master បានហើយបាទBlueStack file បាទពេលដែលយើង download ហើយយើងមានទាំងបែបនេះបងយើងចុចទៅលើវាមកបាទអញ្ចឹងនៅពេលដែលយើងចុចទៅលើកម្មវិធីនោះវា download បាទទាំងបែបនេះបាទទាំងដំបូងទាំងបែបនេះអញ្ចឹងយើងចុចពាក្យបាទលើ add new មកបាទអញ្ចឹងវាមានទំហំបាទទំហំវីដេអូដែលយើងចង់អាតឡើងឬសារតហ្នឹងយើងចង់តម្រូវទៅលើអីបាទមាន YouTube មាន TikTok Instagram ទាំងតែបាទអញ្ចឹងចំពោះខ្ញុំបង្ហាញនេះបាទខ្ញុំសូមបង្ហាញពី YouTube បាទសម្រាប់វីដេអូ YouTube ហើយយើងចុចពាក្យ createបាទទាំងដូចនេះយើងទៅនៅលើ laptop របស់យើងកុំព្យូទ័ររបស់យើងមកពេលដែលយើងបាទ download ដំបូងបាទរាខាង Master នៅលើកុំព្យូទ័រដំបូងបាទវានឹងចេញតែបាទ folder ចំនួន6បាទមាន all មាន image asset video asset បាទមាន favorite មានភាសាហើយនឹង Isabel បាទមាន2 4 6នឹងឯងបាទអញ្ចឹងដំបូងឡើយគឺមានតែ6ហ្នឹងទេបាទអញ្ចឹងយើងត្រូវការកាត់តវីដេអូកាត់តរូបភាពអីគឺយើងត្រូវការវីដេអូឬរូបភាពបាទចេញអំពីវីដេអូរូបភាពដែលយើងមានស្រាប់នៅក្នុង folder កុំព្យូទ័រយើងអញ្ចឹងយើងត្រូវ upload ចូលខាង Master ឯងបាទអញ្ចឹងចំពោះshare folder នេះជា folder ដែរខ្ញុំបានupload ចូលបាទដំបូងវាអត់មានទេបាទអញ្ចឹងដើម្បី upload folder បាទមានរូបភាពមានវីដេអូបែបនេះចូលបាទគឺយើងបាទយើងចូលទៅកាន់បាទ Measure បញ្ឆើនេះបាទយើងមកប្រើ scroll តាមមកយើងយកបាទពាក្យរូបភាពនេះបាទពាក្យនេះឈ្មោះវាថាMedia Gallery បាទយើងចុចទៅលើវាមកអញ្ចឹងយើងឃើញស្ទាំងបែបនេះ Media Gallery មាន moment មាន recording មាន screenshot បាទអញ្ចឹងយើងចុចពាក្យscreenshot បាទហើយចេញពីទាំងទៀតបាទមាន open folder មាន open gallery បាទអញ្ចឹងយើង open folder បានយើងចូល open gallery បាទអញ្ចឹងខ្ញុំសូមបង្ហាញស្លាយនេះបាទគឺយើងចូល open gallery មកបាទចឹងបន្ទាប់ពីយើង open gallery ហើយបាទវាអត់មានអីទាំងអស់បាទ1 2 3 4 5 6នេះបាទរូបភាពទាំងអស់នេះជារូបភាពដែលខ្ញុំទឹកupload ចូលទេបាទបើបងប្អូនដំបូងបាទវាអត់មានឃើញអីទាំងអស់បាទអញ្ចឹងយើងចូលមកខាងក្រោមបាទយកពាក្យ import from Windows បាទ import from Windows យើងចុចលើវាហើយបាទអញ្ចឹងកន្លែងនេះឯងគឺកន្លែងយើងបាទ import វីដេអូដែលយើងបាទមាននៅក្នុងកុំព្យូទ័រយើងហ្នឹងយើងស្រាវទុកពីណាមកអញ្ចឹងទៅឬក៏យើងថតទូរស័ព្ទយើងញ៉ាចូលកុំព្យូទ័រតាមពេញការយើងស្រាវទុកទៅវាមាននៅក្នុង file មួយដែរអញ្ចឹងបងប្អូនចុចទៅយក file ហ្នឹងឯងបាទអញ្ចឹងយើងចុច picture បាទយើងចុចពាក្យ screenshot មួយណាបាទបន្ថែមណាបាទអញ្ចឹងវានឹងឃើញរូបបែបនេះច្រើនបាទបងប្អូនបាទអញ្ចឹងខ្ញុំបងប្អូនចង់បានរូបបែបណាបងប្អូន screen ចុចscroll យករូបបែបហ្នឹងមកបាទអញ្ចឹងខ្ញុំចង់បានរូបពីរនេះអញ្ចឹងយើងអត់លើរូបពីរនេះមកតាមមកយើងចុច open បាទបាទអញ្ចឹងរូបពីរនេះបាន load មកចូលមក file ដែលយើងអាចប្រើនៅក្នុងfile master បានហើយបាទអញ្ចឹងយើងចេញពីខាងនេះទៅកម្មវិធីយើងវិញមកបាទអញ្ចឹងយើងចូលមកកន្លែងកម្មវិធីយើងវិញមកបាទយើងចុចលើបាទ folder ហ្នឹងបាទអញ្ចឹងយើងបានរូបភាពពីរមិញបាទ1 2បាទដែលយើងអាចបាទ
យករូបភាពហ្នឹងដែលយើងអាប់ឡូតមកហ្នឹងតែយកទៅចាត់តវីដេអូបាទវីដេអូរបស់ខ្ញុំគឺបាទសូមចប់ទៅនេះសូមអរគុណបាទសូមជម្រាបលា